គុណសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នានៅក្នុងពេលនេះខ្ញុំកណ្ណាអាត្មាសូមសម្ដែងអំពីបាបកម្មទី2របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រូវគេពោលទោសតេះដៀលមួលបង្កាច់ណាបងហើយញាតិញោមបានជ្រាបហើយនរណាគេពោលទោសមួលបង្កាច់ព្រះសម្មាសម្ពុទ្ធគឺនាងចិញ្ចមានវិការឬក៏ខ្លះគេអានថាចិញ្ចាមានវិការណាព្រោះតែអាស្រ័យបាបកម្មរបស់ព្រះអង្គបានធ្វើពីមុនមកណាទើបធ្វើឲ្យមានការពោលទោសតែដៀលអំពីនាងចិញ្ចមានវិការនឹងពោលមូលបង្កាច់ព្រះណាបងណាបានលើមកថាក្នុងអតីតកាលព្រះបរមពុរិស័ទកើតនៅក្នុងត្រកូលសូត្រៈជាអ្នកលេងឈ្មោះមុនីលិណាហើយជាអ្នកមិនមានឈ្មោះបោះសម្លេងអីទេក្នុងកាលនោះណាអញ្ចឹងពេលថ្ងៃមួយបានឃើញព្រះអរហន្តបានឃើញលោកជាព្រះអរហន្តហើយតតេះដៀលព្រះអរហន្តថាសមណៈនេះទ្រុសិលមានធัวដល់លិមុតេះដៀលលោកអញ្ចឹងណាញោមឃើញលោកអត់មានជ្រះថ្លាអីជាមួយលោកដែលជាព្រះអរហន្តហើយបែរជាតេះដៀលលោកទៀតហើយញោមគិតមើលថាព្រះអរហន្តឯណាលោកទ្រុសិលនោះមានធัวដល់លិមុនោះគឺអត់ទេគឺព្រះអរហន្តគឺលោកមានសិលបរិសុទ្ធមានធัวដ៏ល្អគួរជាទីជ្រះថ្លានៃមហាជនចឹងបាបកម្មដែលព្រះអង្គបានពោលទោសតេះដៀលចំពោះព្រះអរហន្តពោលមួលបង្កាច់ចំពោះព្រះអរហន្តចឹងគឺធ្វើឲ្យព្រះអង្គធ្លាក់ទៅនរកអស់កាលដ៏យូរនៅពេលជាតិចុងក្រោយបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធតែត្រូវគេពោលទោសតេះដៀលពោលទោសមួលបង្កាច់ណាដោយពួកទេរថីទាំងឡាយហ្នឹងគឺថាចំណែនជាមួយនឹងព្រះណាញោមជាមួយនឹងព្រះណាចំណែនជាមួយនឹងព្រះសម្មាសម្ពុទ្ធហ្នឹងឯងឃើញមហាជនជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធមានទាំងមនុស្សនិងទេវតាពួកទេរថីហ្នឹងគឺថាចំណែនជាមួយនឹងព្រះរកឧបាយកលដើម្បីធ្វើឲ្យលៀបសការៈរបស់ព្រះសមណគោតមនឹងសាបសូន្យចឹងក៏បានពឹងពាក់រនាងចិញ្ចមានវិការតែនាងជាអ្នកមានរូបស្អាតហ្នឹងឲ្យរកវិធីសាស្ត្ររកឧបាយកលយ៉ាងណាហ្នឹងគឺធ្វើបាបព្រះពុទ្ធអង្គឲ្យសាបសូន្យលៀបសការៈថ្ងៃមួយនាងចិញ្ចមានវិការហ្នឹងគឺទៅកាន់សំណាក់ពួកទេរថីហើយក៏បានថ្វាយបង្គំពួកទេរថីហ្នឹងនិយាយទៅកាន់រកហើយពួកទេរថីហ្នឹងមិនតបនាងហ្នឹងគិតខ្លួនឯងថាមានទោសអ្វីបានជាលោកម្ចាស់ទាំងឡាយមិនតបណាព្រោះហេតុអ្វីទើបលោកម្ចាស់ទាំងឡាយហ្នឹងមិននិយាយជាមួយនាងខ្ញុំសួរពួកទេរថីណាចុងក្រោយពួកទេរថីហ្នឹងក៏បានតបនាងថាមនាលប្អូនស្រីនាងមិនដឹងថាព្រះសមណគោតមបៀតបៀនពួកយើងធ្វើឲ្យពួកយើងសាបសូន្យលៀបសការៈទេឬណានាងចិញ្ចាឆ្លើយថាខ្ញុំម្ចាស់មិនដឹងទេលោកម្ចាស់ចុះក្នុងរឿងនេះនាងខ្ញុំគួរធ្វើយ៉ាងណាបាននិយាយចឹងពួកទេរថីក៏បានថាមនាលប្អូនស្រីបើនាងប្រាថ្នាសេចក្តីសុខដល់ពួកយើងចូលញ៉ាំងទោសឲ្យកើតឡើងដល់ព្រះសមណគោតមរួចញ៉ាំងលៀបសការៈឲ្យសាបសូន្យព្រោះអាស្រ័យខ្លួននាងពោលថាល្អលោកម្ចាស់ទាំងឡាយរឿងនេះចូលជាភារៈរបស់នាងខ្ញុំលោកម្ចាស់ទាំងឡាយកុំគិតឡើយហើយក៏ជៀសចេញទៅណានាងជៀសចេញទៅ
ដណ្ដប់សម្ពុតមានពណ៌ដោយសត្វមេភ្លៀងមានគ្រឿងក្រអូបនិងកម្រងផ្កាជាដើមក្នុងដៃតម្រង់មុខឆ្ពោះទៅកាន់វត្តចេតពុនទៅក្នុងសម័យជាទីស្ដាប់ធម្មកថានៃអ្នកក្រុងសាវត្ថីណាបងហើយចែងអំពីវត្តចេតពុនអំពីកាលនោះព្រោះសេចក្តីដែលនាងជាអ្នកឆ្លាតក្នុងមាយារបស់ស្ត្រីកាលអ្នកដតីសួរនាងថានាងទៅទីណាក្នុងវេលានេះក៏ពោលថាប្រយោជន៍អ្វីរបស់ពួកលោកដោយទីដែលខ្ញុំទៅហើយក៏នាងកិច្ចទៅកន្លែងពួកដេរថៃនៅជិតវត្តចេតពុនកាលមនុស្សជាឧបាសកចេញអំពីព្រះនគរអំពីព្រលឹមដោយសង្ឃឹមថានឹងទៅថ្វាយបង្គំព្រះសាស្តានាងឃើញគេមកនាងធ្វើដូចជានៅក្នុងវត្តចេតពុនអញ្ចឹងបងនាងធ្វើឲ្យគេឃើញណាបងទៅចេញមកពីវត្តពេលព្រឹកនឹងព្រលឹមស្រាងហ្នឹងឯងណាកាលមហាជនជាឧបាសកសួរថានាងនៅទីណាក៏ពោលថាប្រយោជន៍អ្វីរបស់ពួកលោកដោយទីដែលខ្ញុំនៅចឹងបានឆ្លើយគេអញ្ចឹងឯងដល់ពេលបាន2-3ខែមានគេសួរទៀតក៏ពោលថាខ្ញុំនៅក្នុងព្រះកន្តកុដជាមួយនឹងព្រះសមណគោតមនាងនឹងឆ្លើយអញ្ចឹងធ្វើឲ្យមានការសង្ស័យដល់មហាជននិយាយគ្នាថារឿងនឹងពិតឬមិនពិតដោយការកន្លងទៅ 3-4 ខែទៀតនាងយកកំណាត់សម្ពុតចងពោះសម្ដែងភេទជាស្ត្រីមានគភ៌ឲ្យពួកមហាជនប្រកាន់ជឿថាគភ៌កើតឡើងព្រោះអាស្រ័យព្រះសមណគោតមណាការកន្លងទៅ 8-9 ខែនាងនឹងយកឈើចងនឹងពោះយកឈើមូលចងនឹងពោះដណ្ដប់សម្ពុតពីលើយកឆ្អឹងគោវាយដៃនឹងជើងសម្ដែងអាការៈផើមមានឥន្ទ្រីមិនស្រស់បោះដូចជាស្ត្រីដែលចិត្តនឹងប្រសូតបុតណាញាតិញោមកាលព្រះមានប្រភិកត្រង់ប្រថាប់គង់សម្ដែងធម៌លើធម្មាសនៈដែលគេតាក់តែងឲ្យក្នុងវេលារសៀលនាងក៏បានទៅកាន់ធម្មសភាហ្នឹងទៅឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះសាស្តាហើយក៏បានពោលថាមហាសមណៈព្រះអង្គល្អតែសម្ដែងធម៌ដល់មហាជនប៉ុណ្ណោះសំឡេងរបស់ព្រះអង្គពីរោះព្រះអស់របស់ព្រះអង្គនឹងស្និទ្ធចំណែកខ្ញុំម្ចាស់អាស្រ័យព្រះអង្គបានមានគួរគ្រប់កំណត់ហើយព្រះអង្គទ្រង់មិនជ្រាបមិនអើពើផ្ទះសម្រាប់ប្រសូតក៏មិនមានគ្រឿងសម្រាប់គួរក៏មិនមានទឹកដោះថ្លានិងទឹកឃ្មុំជាដើមក៏មិនមានបើទ្រង់មិនធ្វើខ្លួនឯងម្ដេចមិនប្រើម្ដេចមិនត្រាស់ប្រាប្របាទកោសលឬអនាថបណ្ឌិកសេដ្ឋីឬនាងវិសាខាមហាបាសិកាណាមួយបណ្ដាឧបថាទាំងឡាយថាអ្នកចូលធ្វើកិច្ចដែលគួរធ្វើដល់នាងចិញ្ចៈមានវិការនេះព្រះអង្គទ្រង់ដឹងតែអភិរមប៉ុណ្ណោះមិនទ្រង់ដឹងអាការៈគោណែថាអោយព្រះអង្គណាថាព្រះអង្គទ្រង់ដឹងតែអភិរមប៉ុណ្ណោះមិនទ្រង់ដឹងអាការៈគោនាងចិញ្ចាមានវិការបានជេរប្រតិចព្រះមានព្រះភិក្ខកណ្ដាលបរិស័ទណាពោលទោសតេះដៀលព្រះអង្គក្នុងកណ្ដាលបរិស័ទព្រះមានព្រះភិក្ខទ្រង់ផ្អាកព្រះអង្គបានដឹងរឿងហ្នឹងស្ដាប់រឿងនាងនិយាយហ្នឹងព្រះអង្គទ្រង់ផ្អាកការសម្ដែងធម៌ក៏ព្រះអង្គទ្រង់បន្លឺសម្រែកសីហៈថាមនាលប្អូនស្រីពាក្យដែលនាងពោលហើយនឹងពិតឬមិនពិតមានតែតថាគតនឹងនាងប៉ុណ្ណោះជាអ្នកដឹងនាងចិញ្ចាក៏បានតបថាត្រូវហើយមហាសមណៈរឿងនោះកើតឡើងដោយព្រះអង្គនឹងខ្ញុំម្ចាស់ជាអ្នកជ្រាប
ขณะនោះអាសនៈរបស់សកទេវរាជសម្ដែងអាការៈក្តៅព្រះអង្គពិចារណាមើលក៏ជ្រាបថានាងចិញ្ចាមានអ្នកវិការជេរព្រះមានព្រះភិក្ខដោយពាក្យមិនពិតហើយទ្រង់ដំរេះទៀតថាយើងនឹងជំរះរឿងនេះឲ្យម៉ត់ចត់ទើបស្ដេចមកជាមួយនឹងទេវបុត្រ4អង្គទេវបុត្រទាំងឡាយខ្លែងជាកណ្ដុរខំខ្សែដែលចងដុំឈើមូលដោយខំតែម្ដងប៉ុណ្ណោះខ្យល់ផាត់ផ្ទាំងសម្ពុតដណ្ដប់ឡើងឈើមូលក៏របូតធ្លាក់ចុះលើខ្នងជើងរបស់នាងចិញ្ចៈមានវិការនោះចុងជើងទាំងពីរខាងបានបែកមនុស្សទាំងឡាយនិយាយថាណែនាងកលកិណីនាងហ៊ានជេរព្រះសម្មាសម្ពុទ្ធហ៊ានតេះដៀលហ៊ានមើងងាយព្រះសម្មាសម្ពុទ្ធផងណាពួកអ្នកទាំងឡាយមហាជនទាំងឡាយហ្នឹងបានថាអោយនាងហើយនាំគ្នាស្ដោះទៅមាត់ដាក់លើក្បាលមានដៃកាន់ដុំដីនឹងដំបងដេញវាយដេញគប់នាងឲ្យចេញពីវត្តចេតពុនបងការដែលនាងទៅកន្លងផុតព្រះនេត្ររបស់ព្រះមានប្រភិយមហាផែនដីបែកហែកចំហមាត់ចាំអណ្ដាតភ្លើងតាំងឡើងអំពីអវិជ័យនរកនាងចិញ្ចៈមានវិការនោះទៅកើតនៅក្នុងអវិជ័យមហានរកដូចជាដណ្ដប់សម្ពុតកម្ពលដែលត្រកូលឲ្យអញ្ចឹងទោសនៃការពោលទោសតេះដៀលមូលបង្កាច់ព្រះណាបងតែព្រះអង្គមានកម្មពីវិរិយដែរក្រោយមកនឹងគឺព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីបាបកម្មរបស់ព្រះអង្គណាបើដែលព្រះអង្គធ្វើពីមុនមកព្រះអង្គទ្រង់ត្រាស់សម្ដែងថាសាពាភិភុសៈពុទ្ធាសៈនន្តោនាមាសេសាវកោតាំងអភិចក្ខាយនិរយេជារាំងសង្សារតੰមហាតថាគតពូលមួលបង្កាច់សាវកឈ្មោះនន់របស់ព្រះពុទ្ធទ្រង់ក្របសង្កត់នៅសត្វលោកទាំងពួងតថាគតបានអន្តោទៅក្នុងនរកអស់កាលដ៏យូរព្រោះការពោលបង្កាច់នៅសាវកនោះបានសេចក្តីថាគឺទោសនៃការពោលមូលបង្កាច់សាវករបស់ព្រះពុទ្ធអង្គណាដែលលោកជាព្រះអរហន្តគឺថាធ្វើឲ្យព្រះអង្គទៅកើតនៅក្នុងនរកហើយក៏ព្រះអង្គសម្ដែងទៀតថាតសៈវសៈសហសានិនិរយេសង្សរੰជារាំងមនុស្សលាភាំងលទ្ធិហាំងអព្យខានាំងបហុងលៈភឹងតថាគតអន្តោលទៅក្នុងនរកអស់កាលដ៏យូរចំនួន 10000 ឆ្នាំលុះតថាគតបានមកជាមនុស្សក៏បាននៅការពោលមូលបង្កាច់ជាច្រើនបានសេចក្តីថាព្រះសម្មាសម្ពុទ្ធនឹងគឺទោសនៃការពោលមូលបង្កាច់សាវករបស់ព្រះពុទ្ធចន្ទមុនហ្នឹងគឺថាព្រះអង្គទៅសោយទុកក្នុងនរកអស់ 10000 ឆ្នាំអស់ 10000 ឆ្នាំហើយព្រះអង្គបានកើតមកជាមនុស្សក៏ត្រូវមានគេពោលទោសតេះដៀលជាច្រើនអញ្ចឹងទៅរហូតដល់ជាតិចុងក្រោយទេនៈកម្មាវសេសេនៈចេញចៈនវិកាមមាំងអភិចក្ខេអភូតេនៈជាអ្នកកាយសៈអាកតាដោយសំណល់នៃកម្មនោះនាងចេញចៈមានវិការមកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពោលពាក្យមិនពិតបានសេចក្តីថាដោយបាបកម្មដែលព្រះអង្គបានធ្វើឲ្យចំពោះព្រះរហន្តដែលលោកមានសិលបរិសុទ្ធហើយព្រះអង្គការហ្នឹងពោលថាលោកមានសិលមិនបរិសុទ្ធណាបងពោលមូលបង្កាច់អញ្ចឹងរហូតដល់ជាតិចុងក្រោយព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយត្រូវនាងចិញ្ចៈមានវិការនេះគឺថាពោលទោសតេះដៀលព្រះអង្គថាព្រះអង្គនឹងប្រព្រឹត្តមិនសមបើជាមួយនឹងខ្លួនរហូតដល់មានគោណារហូតដល់មានគោនេះជាបាបកម្មមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានធ្វើអំពីអតីតមកដូច្នេះការពោលទោសតេះដៀលនឹងគឺជារឿងបាបធ្ងន់ណាស់ញាតិញោមយើងពោលទោសតេះដៀលចំពោះ
ព្រះអរហន្តអីហ្នឹងគឺថាមានទោសធ្ងន់ណាស់ពោះលោកអ្នកមានសិលឬព្រះអរហន្តមានទោសធ្ងន់ណាស់ត្រូវបាបត្រូវរងទុក្ខរងទោសហើយទៅមុជទឹកលៀងបាបឯណានឹងជ្រះហើយយើងធ្វើបាបកម្មដល់អាក្រក់ដល់លាមកដូច្នេះហើយស្ដាប់រឿងហ្នឹងគឺថាគួរឲ្យខ្លាចក្នុងការពោលមួលបង្កាច់គ្នាពោលទោសតេះដៀលគ្នាណាដូច្នេះត្រូវសង្រួមក្នុងវាចាឲ្យបានល្អដើម្បីនិយាយពាក្យណាតែពិតនិយាយពាក្យណាដែលមានប្រយោជន៍ហើយក៏ផ្ដល់ផលជាសុខមកឲ្យទាំងក្នុងបច្ចុប្បន្ននិងអនាគតជាតិសូមអនុមោទនា